សួស្តីអ្នកនរសម្រាប់វីដេអូមួយនេះខ្ញុំធ្វើជាពិសេសសម្រាប់អ្នកដែលគាត់ចង់បង្កើតចម្រៀង AI ដែលវាច្រៀងភាសាខ្មែរច្បាស់អ្នកនរស្ដាប់ចម្រៀងខ្ញុំបានអានេះខ្ញុំផុសមួយខែមុនហើយវាច្រៀងខ្មែរច្បាស់មែនទែនអូខេនៅទីនេះក្នុងពេលនេះខ្ញុំឈួរឆែកពេលលើភ្លេងការទឹកភ្នែកស្រីស្រីស្រីសួរថាបដិញជីវ៉ាអូខេអ្នកស្ដាប់មើលបានគឺវាច្រៀងខ្មែរច្បាស់ហើយរបៀបនៃការបង្កើតអ្នកអាចចូលទៅកាន់ website ខ្ញុំទៅដើម្បីយើងទៅទិញ tool សម្រាប់បង្កើត lyric ចម្រៀងអញ្ចឹងណា tool ហ្នឹងនៅក្នុង website ខ្ញុំ tabaikprey.com ហ្នឹងអ្នកចុចទិញទៅហើយលើគេហ្នឹងមួយខែតែ1រៀលទេវាអត់ទៅថ្លៃទេគ្រាន់តែយើងប្រើ API ផ្ទាល់ខ្លួនអ្នកមាន API អ្នកដាក់ប្រើមកឥឡូវខ្ញុំទិញយកហើយអ្នកគ្នានឹងឃើញ tool ហ្នឹងហើយយើងចុចចូលប្រើហ្មងទៅរបៀបនៃការប្រើប្រាស់ស្រួលទេអត់ពិបាកស្មុគស្មាញច្រើនទេនេះអ្នកគ្នាបានតម្រង់ tool បែបហ្នឹងយើងតម្លាក់ API ចូលសិនខ្ញុំសុំដាក់ API សិនអូខេយើងដាក់ API រួចអ្នកគ្នារើស model អានេះ model ខ្ញុំដាក់ auto វា 2.5 Pro ហើយអ្នកគ្នាបាច់ដូរក៏បានដែរតោះមកអ្នកគ្នារើសប្រភេទ bot មក bot មិនក៏បានដែរវាអាចយើងអាចរើសបានច្រើនប្រភេទ bot ហ្នឹងអូខេកន្លែងនេះយើងរើសប្រភេទ style ដែលយើងចង់ដាក់មកចង់បានបែបរនាតខ្មែរបែបបាសបែបអីរើសតាមហ្នឹងមកមានច្រើនក្នុងហ្នឹងអូខេបន្តមកអ្នកគ្នារើសសលេងសម្រាប់ចម្រៀងរបស់យើងចង់បានសលេងស្រីដាក់សលេងស្រីនិងប្រុសដាក់ប្រុសមកតែហ្នឹងអានេះរយៈពេលនេះអ្នកគ្នាមិនបាច់គិតអីទេវាអូតូប៉ុណ្ណឹងហើយកន្លែងស្វែងរកពាក្យជួននេះក៏មិនបាច់ខ្វល់ដែរហ្នឹងយើងចង់ដូរពាក្យជួននេះយើងដូរទៅតែខ្ញុំអត់ចង់ដូរទេអូខេចុច credit lyric ហ្នឹងមកហើយរងចាំវាបន្តិចទៅវានឹងបង្កើត lyric ឲ្យយើងហើយអូខេឥឡូវlyric របស់យើងបង្កើតបានហើយវាអានេះខាងលើនៅខាងលើវាចេញជាភាសាអង់គ្លេសអាហ្នឹងត្រឹមត្រូវហើយសម្រាប់ lyric របស់យើងគឺជាខ្មែរអ្នកគ្នាមើលបានយើងអាចពិនិត្យមើលបានអានេះវាមានពាក្យជួនល្អខ្ញុំទៅសេ tool នេះឡើងដើម្បីឲ្យវាមានពាក្យជួនតាមរយៈខ្មែរភាសាខ្មែរយើងណាហើយអ្នកគ្នាចង់ដូរពាក្យជួននេះអាចចុចកន្លែងស្វែងរកពាក្យជួននោះដើម្បីវាបដូរពាក្យជួនឲ្យត្នោងតែនេះអា tool នេះអ្នកគ្នាមិនបាច់ដូរច្រើនទេពេលទៅសេមកគឺវាសង្កត់ថាយើងទទួលយកបាន 100% បាត់ហើយនៅអាក្រោមនេះខ្ញុំមិនទាន់បើកឲ្យដំណើរការទេដោយសារវាធ្វើការតមិនល្អអញ្ចឹងខ្ញុំបិទវាសិនយើង copy អាហ្នឹងសិនមក copy lyric មកអស់មកចុច Ctrl A copy វាមកបន្ទាប់មកយើងចុច create music ចុចទៅវានឹងនាំអ្នកគ្នាទៅកាន់ website producer ដើម្បីយើងបង្កើតចម្រៀងឲ្យត្រូវមួយសលេងខ្មែរច្បាស់អញ្ចឹងណាអូខេអានេះអ្នកគ្នាចូល login ជាមួយGmail របស់អ្នកគ្នាមក login មួយ Google មកអញ្ចឹងអ្នកគ្នានឹងបង្កើតបានaccount មួយហើយពេលដែលបើកមកវាចេញជាក្នុងបែបនេះហើយយើងមានធ្វើអីច្រើនទេអាហ្នឹង copy តា lyric មិញមកហើយចុចបញ្ចូលទៅដូចយើងសួរ AI ផ្សេងៗអញ្ចឹងផ្ញើទៅវានឹងធ្វើការបង្កើតចម្រៀងឲ្យយើងហើយយើងរងចាំបន្តិចទៅអា website នេះវាអត់សូវជាពិបាកបង្កើតអីទេដូចតែ Suno ឬអីទេគ្រាន់ថានេះវាប្រភេទ chatbot ស្តៀង chatbot ដែរវាស្រួលជាង Suno បន្តិចហើយអ្នកគ្នាចង់បង់ថ្លៃក៏បានដែរនេះវាមានតាមតម្លៃវាមួយខែអានេះសម្រាប់ starter នេះតែ6រៀលទេអាហ្នឹងករណីយើងធ្វើចម្រៀងច្រើនតែយើងប្រើ free វាបាន credit គួរសមដែរដែលយើងអាចបង្កើតចម្រៀងបានច្រើនអញ្ចឹងណាអូខេឥឡូវចម្រៀងយើងបានបង្កើតបានហើយតោះទៅស្ដាប់ទាំងអស់គ្នាអានេះវាបង្កើតឲ្យយើងបាន2 bot ណាយើងមើលទៅអាណាព្រោះចុចចូលហ្នឹងទៅក្រោមដើមចាធ្លាប់ជាកន្លែងយើងធ្លាប់មានភ្លើងក្តីសង្ឃឹមបំភ្លឺពេលនេះសល់ត្រឹម
អូខេនេះបទទី1ឥឡូវយើងទៅស្ដាប់បទទី2វិញហើយវាព្រោះអត់អូខេបន្ទាប់ពីយើងបានបង្កើតចម្រៀងអីអស់ហើយយើង download វាទៅអ្នកគ្នាមើលទៅអាសលេងណាព្រោះអ្នកគ្នា download អាហ្នឹងមកចុច download ទៅយើងយកជា MP3 ក៏បានយកជាវីដេអូក៏បានដែរតែពេលច្រើនខ្ញុំ download ជា MP3 ដើម្បីយើងយកទៅកាត់ thumbnail កាត់រូបភាពអីដាក់បញ្ចូលបន្ថែមអីចឹងណាអ្នកគ្នា download មកអាហ្នឹងយើងយកទៅកាត់លើ CapCut បន្ថែមទៅអាហ្នឹងវាឲ្យកាន់តែតាក់ទាញចឹងអូខេពីបន្ទាប់ពី down បានហើយអ្នកគ្នាយកទៅកាត់ទៅហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នាចេះបង្កើតចម្រៀង AI ហ្នឹងហើយអាចយកទៅផុសលើ YouTube Facebook អីបាន